ខ្ញុំបាទរាជសីសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមឆ្លើយតបទៅអាទណ្ឌិតក្បត់ជាតិតពូជរត់ចោលគុកសំរងស៊ីនិងក្រុមបរិវារពីលជ្រុលនិយមរបស់វាអាសំរងស៊ីបានសរសេរនៅក្នុង Facebook របស់វាថាតកូលហ៊ុនបានធ្វើឲ្យបាត់កោះត្រល់និងកោះគុតហើយកសិកររកទីផ្សារលក់កសិផលមិនបានខ្ញុំសូមឆ្លើយតបទៅអាទណ្ឌិតក្បត់ជាតិតពូជរត់ចោលគុកសំរងស៊ីថាកោះត្រល់បាត់បង់តាំងពី8ក្បាលអាសំរងស៊ីមិនទាន់កើតមកម្លេះមិនមែនបាត់ក្នុងពេលដែលសម្ដេចតេជោហ៊ុនសែនឬក៏សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអាណត្តិទី7នេះទេអញ្ចឹងរឿងកោះត្រល់ឲ្យអាសំរងស៊ីមេឧទាមក្បត់ជាតិមើលឯកសារឡើងវិញដោយឡែករឿងកោះគុតយើងនៅតែចរចាទៀមទាជាង10ឆ្នាំមកហើយ6 7 8 10ឆ្នាំមកហើយមិនទាន់កំណត់ថាកោះគុតនឹងជាទឹកដីរបស់ថៃដោយថាស៊ីនវានិយាយថាកោះគុតគឺជាទឹកដីរបស់ថៃគឺជាកោះរបស់ថៃ 1000% ទេថាស៊ីនវានិយាយក្នុងនាមវាជាប្រជាជនម្នាក់ថ្មីបើវាជាឪពុករបស់នាយករដ្ឋមន្ត្រីប៉ុន្តែវាមិនមែននិយាយក្នុងនាមវាជានាយករដ្ឋមន្ត្រីណាបើនាយករដ្ឋមន្ត្រីប្រកាសផ្ទាល់មាត់ខ្លួនឯងប្រៀបដូចជាការប្រកាសសង្គ្រាមអញ្ចឹងរឿងថាស៊ីនវាប្រកាសថាកោះគុតជាទឹកដីរបស់ថៃគឺជាកោះរបស់ថៃ 1000% អានឹងលើប្រហោងមាត់របស់ថាស៊ីនវានិយាយទេដោយឡែករាជរដ្ឋាភិបាលថៃអត់ហ៊ានប្រកាសទេហើយផ្ដាំទៅអាអ៊ុំសមានផងហើយកុំបាច់និយាយថាបើតកូលហ៊ុនធ្វើបាត់កោះគុតគឺជាជួនក្បត់ជាតិយល់ច្រឡំធំហើយអាវ៉ាទឹកដីកម្ពុជា181.035 គីឡូម៉ែត្រកន្លះមិនទាន់បាត់1 មីលីម៉ែត្រទេរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគឺលោកបានប្រកាសហើយថែរក្សាទឹកដីបុព្វបុរសដែលនៅសេសសល់181.035 គីឡូម៉ែត្រកន្លះនេះឲ្យបានគង់វង្សស្ថិតថេរជានិច្ចនិរន្តរ៍អញ្ចឹងគ្មានទេការបាត់បង់ទឹកដីយើងនៅចរចានៅនិយាយគ្នានៅទៀមទាផលប្រយោជន៍ត្រួតស៊ីគ្នានៅលើកោះគុតនេះហើយសួរមើលបងប្អូនប្រជាពលរដ្ឋមានបើកភ្នែកមើលឃើញថាថៃនឹងហ៊ានតម្លើងជើងទម្រជីកខួងប្រេងនៅតំបន់កោះគុតនេះហើយឬនៅថៃអត់ហ៊ានទេបើថៃហ៊ានតែប្រកាសកោះគុតគឺជាកោះរបស់ថៃពិតប្រាកដដោយនាយករដ្ឋមន្ត្រីថៃគឺប្រៀបស្មើនឹងប្រកាសសង្គ្រាមជាមួយនឹងប្រជាណាចក្រកម្ពុជាដែរដូច្នេះកម្ពុជាមិនធ្វើឲ្យបាត់បង់ទឹកដីសូម្បី1 មីលីម៉ែត្រមិនធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រជាជាតិកម្ពុជាសូម្បីមួយដំណក់ប្រេងនេះសូមឆ្លើយទៅអាសំរងស៊ីមេឧទាមក្បត់ជាតិនិងក្បត់ជាតិតពូជសំរងស៊ីនិងអាអ៊ុំសំអានតែប៉ុណ្ណេះដោយឡែករឿងកសិកររកទីផ្សារលក់កសិផលមិនបានខ្ញុំសូមឆ្លើយទៅអាមេឧទាមក្បត់ជាតិតពូជសំរងស៊ីថា
រឿងវិបត្តិកសិផលរបស់កសិករនេះមិនមែនមានតែប្រទេសកម្ពុជាទេប្រទេសឥណ្ឌាក៏មានប្រទេសវៀតណាមក៏មានប្រទេសថៃនឹងក៏មានប្រទេសជាច្រើនផ្សេងទៀតក៏មានដូចតែគ្នាដែរនៅវិបត្តិស្បៀងអាហារពិភពលោកនេះគឺមានដូចតែគ្នាប៉ុន្តែដោយឡែកប្រទេសកម្ពុជាមានសក្តានុពលមានអំណោយផលដោយអស់លោកអ្នកអង្គការបាននាំគ្នាទៅជួយទិញស្រូវពីបងប្អូនប្រជាកសិករយកមកកិនជាអង្គចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតទៅទៀតមិនមែនទិញស្រូវពីបងប្អូនកសិករយកមកកិនជាអង្គដើរលក់ចែកជូនបងប្អូនប្រជាពលរដ្ឋទេគឺចែកជូនដោយមិនគិតថ្លៃពីបងប្អូនប្រជាពលរដ្ឋខ្លះទិញ200តោនខ្លះទិញ1000តោនខ្លះទិញ2000តោនពីបងប្អូនប្រជាកសិករមិនអោយបងប្អូនប្រជាកសិករមានវិបត្តិទីផ្សារលក់កសិផលស្រូវអង្ករនេះទេអញ្ចឹងខ្ញុំបាទរាជអាស័យសូមឆ្លើយតបទៅអាទុនដិតក្បត់ជាតិតពូជរត់ចោលគុកសំនឹងស៊ីអាអ៊ុំសំអាននិងក្រុមពីលជ្រុលនិយមជាបរិវាររបស់វាតែប៉ុណ្ណេះខ្ញុំបាទសូមអរគុណសូមគោរពលា